តិចបានមកដល់គ្លីនិកតូចមួយដែលមានពន្លឺភ្លឺស្រេចគឺជាទីជម្រកដ៏ស្ងប់សុខមួយកណ្ដាលក្រុងដ៏អ៊ូអរគេបានសម្រុកចូលក្នុងគ្លីនិកនោះទាំងដង្ហុកប៉ុន្តែមានអារម្មណ៍ធូរចិត្តដែលបានមកដល់ទីបំផុតលោកវេជ្ជបណ្ឌិតអារីស្ថនដែលមើលទៅចិត្តល្អបានងើបមុខឡើងវត្តមានរបស់គាត់បានធ្វើឲ្យចិត្តស្ងប់ភ្លាមតិចប្រញាប់ទៅរកគ្រូកែតខ្លួនប្រាណទាំងមូលរបស់គេផ្ដោតទៅលើការអង្វរកដ៏បន្ទាន់របស់គេចាប់ផ្ដើមពន្យល់សំឡេងរបស់គេលាយឡំនឹងការលំបាកនៃដំណើរដ៏វែងឆ្ងាយរបស់គេទឹកមុខរបស់លោកវេជ្ជបណ្ឌិតពោពេញដោយក្តីអាណិតអាសូរពេលគាត់ស្ដាប់ការអង្វរកដ៏បន្ទាន់នោះលោកវេជ្ជបណ្ឌិតថនធ្វើកាយវិការលួងលោមយ៉ាងសាមញ្ញជួយឲ្យយុវជនដែលតក់ស្លួតនោះស្ងប់អារម្មណ៍តិចបានពង្ហាញប្រភពនៃដំណើររបស់គេនោះគឺប្រអប់ឈើឆ្លាក់យ៉ាងល្អិតល្អន់មួយពន្លឺវេទមន្តមួយបានចេញពីប្រអប់នោះបញ្ជាក់ពីវត្តមាននៃអ្នកជំងឺដ៏ពិសេសនៅខាងក្នុង